ជីវិតតែងតែប្រឈមមុខនឹងបញ្ហាស្មុគស្មាញរហូតដល់យើងចង់ឲ្យនរណាម្នាក់ជួយដោះស្រាយមិនថាជាចំនួននៅកន្លែងធ្វើការយល់ច្រឡំក្នុងគ្រួសារឬបញ្ហាសង្គមធំនោះទេយើងប្រាថ្នាចង់បានមនុស្សដែលមានប្រាជ្ញាដើម្បីនាំមកនូវសន្តិភាពដល់ភាពវឹកវរក្នុងគម្ពីរមួយពង្សាវតាកថាខន្ទី1យើងបានជួបអ្នកដោះស្រាយបញ្ហាដែលមានប្រាជ្ញាបែបនេះនាងបាតសេបាភរិយារបស់ស្ដេចដាវីតនិងព្យាការីណាតានបានប្រឈមមុខនឹងការបះបោរដែលនរណាម្នាក់បានព្យាយាមដណ្ដើមរាជបល្ល័ង្កពួកគេបានដោះស្រាយស្ថានភាពនេះដោយប្រាជ្ញាបំផុតនៅក្នុងវិបត្តិដ៏អាក្រក់ដែលដូចជារឿងល្ខោនមនុស្សណាតានបានប្រកល់សាររបស់ព្រះជាម្ចាស់ដែលបានផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រឈ្មោះណាតានមានន័យថាឲ្យឬអំណោយដែលស្របគ្នាឥតខ្ចោះជាមួយនឹងអំណោយនៃរាជសម្បត្តិរបស់ព្រះជាម្ចាស់ដល់សាឡូមោនព្រះជាម្ចាស់ប្រាប់ប្រាជ្ញានិងឧបករណ៍របស់មនុស្សដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់ដោយលើកដំកើងមនុស្សដែលគួរឲ្យទុកចិត្តដើម្បីបំពេញសេចក្តីសន្យារបស់ទ្រង់សាឡូមោនគ្រងរាជបល្ល័ង្កតាមរយៈនាងបាតសេបាមិនមែនគ្រាន់តែជាការបន្តរាជវង្សសាមញ្ញនោះទេវាគឺជាចំណុចរបត់ដ៏សំខាន់ដែលនៅទីបំផុតបានបន្តពង្សាវលីរបស់ព្រះយេស៊ូវគ្រីស្ទដែលនឹងត្រូវចុះមកពីដាវីតម៉ាថាយ1អន្តរាគមន៍ដ៏ឆ្លៀសវៃរបស់នាងបាតសេបានិងណាតានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់និងស្ដារសហគមន៍ឡើងវិញក្នុងស្ថានភាពដ៏គ្រោះថ្នាក់ពិតប្រាកដធ្វើបើពួកគេភ័យខ្លាចក៏ដោយក៏ពួកគេបាននិយាយការពិតដោយក្លាហាននិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដោយផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រគំរូរបស់ពួកគេរំលឹកយើងនៅថ្ងៃនេះអំពីសារៈសំខាន់នៃមនុស្សដែលបោះជំហានទៅមុខដោយឆ្លៀសវៃដើម្បីដោះស្រាយបញ្ហានិងលះបង់ខ្លួនឯងដើម្បីសុខុមាលភាពសហគមន៍នៅក្នុងការប្រឈមមុខនឹងភាពអយុត្តិធម៌និងភាពវឹកវរនៅក្នុងពិភពលោកនេះយើងតែងតែស្ទាក់ស្ទើរដោយគិតថាតើខ្ញុំអាចធ្វើអ្វីបានទោះជាយ៉ាងណាក៏ដោយយើងមានព្រះយេស៊ូវគ្រីស្ទជាប្រភពនៃប្រាជ្ញាទាំងអស់ព្រះយេស៊ូវបានក្លាយជាអ្នកសម្រុះសម្រួលដ៏អស់កលុបជានិច្ចរវាងយើងនិងព្រះជាម្ចាស់ដោយអត់ទោសបាបរបស់យើងនិងស្ដារទំនាក់ទំនងដែលបាក់បែករបស់យើងជាមួយព្រះជាម្ចាស់ឡើងវិញទ្រង់បានលះបង់ព្រះអង្គទ្រង់ផ្ទាល់នៅលើឈើឆ្កាងសម្រាប់យើងដោយសេចក្តីស្រឡាញ់និងប្រាជ្ញាដ៏អស្ចារ្យបំផុតឥឡូវនេះយើងក៏ត្រូវតែប្រើប្រាជ្ញានិងភាពលាហេនដែលយើងបានទទួលនៅក្នុងព្រះយេស៊ូវដើម្បីបំភ្លឺភាពងឹតនៃពិភពលោកនេះនិងលះបង់ខ្លួនឯងដោយស្ម័គ្រចិត្តចំពោះអ្នកជិតខាងនិងសហគមន៍របស់យើងថ្ងៃនេះសូមឲ្យយើងកាន់ខ្ជាប់នូវសេចក្តីពិតនៃដំណឹងល្អហើយប្រាជ្ញាធ្វើជាអ្នកសម្រុះសម្រួលដែលបម្រើពិភពលោកដោយសេចក្តីស្រឡាញ់និងប្រាជ្ញាដូចព្រះយេស៊ូវនៅក្នុងទ្រង់យើងអាចក្លាយជាបណ្ដាញនៃពរជ័យដោយធ្វើឲ្យមានផលប៉ះពាល់ជាវិជ្ជមានលើពិភពលោកសូមឲ្យយើងទាំងអស់គ្នាដូចជាអ្នកបង្កើតស្ដេចជាវីរបុរសដែលមានប្រាជ្ញាដែលផ្លាស់ប្ដូរពិភពលោក